កម្ពុជាថៃចូលដល់ជំហានទី2រួមគ្នាកែសម្រួលអាវុធធុនធ្ងន់ចេញពីព្រំដែននាវេលាម៉ោង 6 ប្រលប់នៅថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2025 នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យកម្ពុជាបានបន្តអនុវត្តកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី 2 ស្របតាមផែនការសកម្មភាពដែលត្រូវចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការភូមិភាគទី 4 កម្ពុជានិងលោកឧត្តមសេនីយ៍តូវីរយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគទី 2 ថៃនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាក្រសួងការពារជាតិបន្តថាស្របតាមស្មារតីខាងលើភាគីថៃក៏បានកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាការបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាថៃក្នុងការគោរពនិងអនុវត្តនៅអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រូបឬកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដែលត្រូវបានចុះហត្ថលេខាពីថ្ងៃទី 26 ខែតុលាក្នុងរាជធានីកូឡាឡាំពូប្រទេសម៉ាឡេស៊ីការកែសម្រួលអាវុធធុនធ្ងន់នេះក៏ធ្វើទៅតាមស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ផងដែរដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី 23 តុលាផ្អែកតាមស្មារតីនេះនៅថ្ងៃទី 31 តុលាយោធាភូមិភាគទី 4 កម្ពុជានិងកងទ័ពភូមិភាគទី 2 ថៃបានរៀបចំកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនថ្នាក់យោធាភាគកម្ពុជាថៃ RBC ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាលក្នុងការកែសម្រួលអាវុធនិងយុទ្ធធរឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ភាគីទាំងពីរបានកំណត់យកថ្ងៃទី 1 វិច្ឆិកាគឺជាថ្ងៃចាប់ផ្ដើមនៃការអនុវត្តការកែសម្រួលអាវុធនិងយុទ្ធធរឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី 1 នេះមាន 3 ជំហានដែលត្រូវធ្វើឡើងក្នុងរយៈពេល 3 សប្តាហ៍គឺចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 21 វិច្ឆិកាចំពោះសកម្មភាពនៅថ្ងៃទី 8 វិច្ឆិកានេះជាការអនុវត្តជំហានទី 2 បន្ទាប់ពីជំហានទី 1 ទើបនឹងធ្វើរួចនាពេលថ្មីៗនេះហើយនឹងបន្តនៅជំហានទី 3 ទៀតជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាទាំងភាគីកម្ពុជាទាំងភាគីថៃនឹងបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដោយភាពស្មោះត្រង់សច្ចៈនិងតម្លាភាពសម្ដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្តីភាពឡើងវិញឲ្យបានឆាប់ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងសងខាងជាច្រើនជំនាន់តទៅមុខទៀត